នេះជារបៀបធ្វើលបយើងពួតក្នុងវាឲ្យមូលអញ្ចឹងមកហើយលបមួយយើងធ្វើក្នុង5រួចហើយយើងលើករើសត្រៀមមកយកមកចងវាត្រៀមយកប្រើចំនួន13យើងដាក់ក្នុង5លៃវាឲ្យស្មើគ្នាទៅរួចហើយយើងចងសាច់ហើយយកសាច់មកកាត់ដេរពីលើលបនឹងទៅហើយក្រោយពីដាក់សាច់រួចយើងដាក់ប្រះខាងមុខប្រះខាងមុខប្រះខាងមុខប្រះខាងក្រោយអញ្ចឹងប្រះមាន2ប្រះមុខខាងក្រោយប្រះមុខធំជាងប្រះក្រោយរួចហើយយើងបានជារៀងលបបែបនេះលបបែបនេះអញ្ចឹងលបយើងអាចយកទៅដាក់វានៅតាមមាត់ស្ទឹងមាត់បឹងមាត់ព្រែកដែលមានទឹកហូរនៅពេលទឹកឡើងចឹងត្រីដែលចូលគឺត្រីចម្រុះជាពិសេសគឺប្រភេទត្រីសកាត្រីតូចត្រីធំផ្សេងជាដើម